ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាទីក្រុងបុរាណមួយនៅក្នុងប្រទេសឆែកជាមួយខ្ញុំទាំងអស់គ្នាទីក្រុងនេះគឺស្ថិតនៅភាគខាងត្បូងនៃសាធារណរដ្ឋឆែកហើយខ្ញុំនឹងចែករំលែកបង្ហាញបងប្អូនពីកន្លែងដែលខ្ញុំបានទៅដល់ក៏ដូចជាប្រវត្តិសាស្ត្រខ្លះៗនៅក្នុងទីក្រុងនេះរួមជាមួយនឹងការដើរភ្លក់នៅរសជាតិភេសជ្ជៈនិងអាហារនិងមើលពីរបៀបរបបនៅក្នុងការរស់នៅរបស់ប្រជាជននៅភាគខាងត្បូងនៃប្រទេសឆែកនឹងសម្រាប់ដំណើរកម្សាន្តថ្ងៃនេះគឺយើងធ្វើដំណើរចេញពីប្រទេសអូទ្រីទៅកាន់ទីក្រុងបុរាណមួយនឹងហើយរយៈចម្ងាយដែលយើងធ្វើដំណើរទៅប្រហែលជា100គីឡូដីជាងបងប្អូននៅតាមផ្លូវស្មៅអីឡើងពណ៌ទឹកក្រូចអស់ហើយបងប្អូនដោយសារតែអាកាសធាតុនៅក្នុងឆ្នាំហ្នឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងថាក្តៅជាងសពមួយដងយើងធ្វើដំណើរប្រហែលជា7-2ម៉ោងគឺយើងទៅដល់សាធារណរដ្ឋឆែកហើយបងប្អូនគឺជាប្រទេសមួយនៅក្នុងទ្វីបអឺរ៉ុបដែលមានភាសានិងរូបិយប័ណ្ណផ្ទាល់ខ្លួនហើយបច្ចុប្បន្នបើសិនជាយើងប្ដូរ$1គឺអាចបានចន្លោះពី21ទៅ22លុយឆែកអូខេបងប្អូនឥឡូវយើងមកដល់ទីក្រុងហ្នឹងហើយទីក្រុងហ្នឹងមានឈ្មោះថា Chekebo Diowice ឈ្មោះទីក្រុងនេះរៀងវែងហើយពិបាកអានណាបងប្អូនអញ្ចឹងដើម្បីជាការស្រួលចំណាំមកយើងហៅទីក្រុងនេះថាគឺជាទីក្រុងបុរាណនៅភាគខាងត្បូងនៃប្រទេសឆែកបងប្អូនទីក្រុងនេះគេសាងសង់ឡើងនៅក្នុងឆ្នាំ1265អញ្ចឹងមានន័យថាទីក្រុងនេះចាប់កំណើតឡើងក្រោយទីក្រុងអង្គររបស់ប្រទេសខ្មែរយើងហើយបច្ចុប្បន្នទីក្រុងនេះគឺមានប្រជាជនប្រហែលជាជិត100000នាក់រស់នៅហើយកន្លែងដែលខ្ញុំកំពុងតែដើរជាមួយម៉ាក់នេះគឺជាទីលានកណ្ដាលនៃទីក្រុងនេះតែម្ដងសំណង់អគារបុរាណដែលនៅជុំវិញទីក្រុងនេះគឺមានអាយុកាលរាប់រយឆ្នាំមកហើយបងប្អូនគ្រាន់តែថានៅផ្នែកខាងមុខគេមានការលាបពណ៌ឡើងវិញឬក៏ renovate បន្តិចបន្តួចប៉ុន្តែគ្រឹះអគារគឺជាគ្រឹះបុរាណពេលដែលខ្ញុំទៅដល់ដើរមើលនឹងគឺកណ្ដាលថ្ងៃចាស់តែម្ដងបងប្អូនទាំងគ្នាអញ្ចឹងក្តៅខ្លាំងហើយខ្ញុំឈប់សម្រាកញ៉ាំទឹកបន្តិចសិនឥឡូវដល់ម៉ោងគឺលឺកណ្ដឹងអត់បងប្អូនដោយបងប្អូនលឺសលេងកណ្ដឹងនិងភ្លេងនៅអឺរ៉ុបគឺអញ្ចឹងទាំងអស់បងប្អូនឲ្យតែដល់1ម៉ោងគឺមានកណ្ដឹងឬក៏សំឡេងប្រាប់ហើយបងប្អូនសម្រាប់រូបបុរាណមកផ្ទាំងនេះវិញមិនដឹងជាសង្គ្រាមឬក៏ចំនួនទេបងប្អូនថាជាសង្គ្រាមឬក៏ចំនួននោះទេវាតែងតែបន្សល់នៅសោកនាដកម្មមានន័យថារឿងដែលមិនល្អសាច់រឿងដល់កំសត់ជាមួយនឹងស្លាកស្នាមដ៏ឈឺចាប់អញ្ចឹងហើយមានតែការបួងសួងទេបងប្អូនសង្ឃឹមថាពិភពលោករបស់យើងគឺអាចរស់នៅបានដោយសុខសន្តិភាពទាំងអស់គ្នាឥឡូវយើងឈប់សម្រាកនៅកន្លែងហាងកាហ្វេមួយនេះសិនហាងកាហ្វេនេះនៅក្បែរនឹងទីលានកណ្ដាលតែម្ដងបងប្អូនហើយរសជាតិកាហ្វេភេសជ្ជៈក៏ដូចជានំខេកនៅកន្លែងហាងហ្នឹងគឺរសជាតិឆ្ងាញ់បងប្អូននៅអឺរ៉ុបខ្ញុំសង្កេតឃើញថាគេនិយមញ៉ាំភេសជ្ជៈបែបក្ដៅហើយទោះបីជាខែក្ដៅក៏គេអត់និយមអង្គុយនៅខាងក្នុងដែរបងប្អូនគឺគេអង្គុយនៅខាងក្រៅសុកចិត្តអង្គុយនៅខាងក្រៅបែកញើសបក់ផ្លិតអីអញ្ចឹងណាប៉ុន្តែយើងអាស៊ីដោយសារតែក្ដៅពេកម៉ាក់ខ្ញុំសុំតកកមួយកែវបដ ாய் អាស៊ីយើងគឺចូលចិត្តញ៉ាំបែបត្រជាក់ដូចកាហ្វេដល់គោតកឬក៏ម៉ាឆាតកអញ្ចឹងណានំខេកនិងភេសជ្ជៈគេនៅក្នុងហាងនេះមានរសជាតិឆ្ងាញ់បងប្អូនហើយតម្លៃក៏សមរម្យដែរហើយបើសិនជាបងប្អូនមកដើរលេងឬក៏ទិញអីវ៉ាន់នៅក្នុងប្រទេសឆែកគឺអាចចំណាយអស់តិចជាងនៅប្រទេសអូទ្រីឬក៏ប្រទេសស្វីសខ្ញុំឆែកមើលតម្លៃអាហារក៏ដូចជាអីវ៉ាន់មួយចំនួនដូចគ្នាតែតម្លៃល្អជាងបងប្អូនប៉ុន្តែចំពោះបរិយាកាសក៏ដូចជាភាពស្អាតអនាម័យខ្ញុំសង្កេតឃើញថាប្រទេសស្វីសហើយនិងអូទ្រីគឺស្រស់ស្អាតជាងបងប្អូនពិសេសគឺនៅតំបន់ទីក្រុងភូមិភ្នំអីចឹងណាបងប្អូនគឺនៅប្រទេសអូទ្រីនិងប្រទេសស្វីសហ្នឹងពេលដែលខ្ញុំបានទៅគឺអត់មានសម្រាមទេបងប្អូនចំពោះប្រទេសឆែកនេះវាមិនកក្រិចអីខ្លាំងទេបងប្អូនគ្រាន់តែថានៅតាមផ្លូវមួយចំនួនគឺមានសារ៉ាមតិចតួចហើយវាមានក្លិនឆ្អេះដោយកន្លែងអញ្ចឹងណាបងប្អូនតែយ៉ាងណាក៏ដោយវានៅតែជាប់ចំណាត់ថ្នាក់ស្អាតទទួលយកបានណាបងប្អូនវាមិនមែនថាអញញ៉ៃហើយក៏ក្រិចយើងមិនអាចដើរលេងមកសប្បាយទេបងប្អូនហើយអានេះខ្ញុំដើរឆ្វែលចេញពីកន្លែងទីប្រជុំជនមកខាងក្រៅតាមដងស្ទឹងវិញណាបងប្អូនហើយប្រភពទឹកកន្លែងហ្នឹងតាមដែលខ្ញុំបានអានខ្លះៗពីប្រវត្តិសាស្ត្រទីក្រុងហ្នឹងគឺជាប្រភពទឹកដែលបានមកពីទន្លេពីរប្រសពចូលគ្នាបងប្អូនគឺទន្លេ Malzère ហើយនិងទន្លេ Vltava គេក៏បានរៀបចំកែលម្អខ្លះៗជីកប្រព័ន្ធបន្លាយផ្សេងៗដើម្បីជាជំនួយការពារទៅដល់ទីក្រុងកុំឲ្យមានទឹកជន់ដោយបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងគឺប្រជាជនមកគេមកជិះកង់លំហែលេងឬក៏អង្គុយលេងនៅតាមដងស្ទឹងនឹងអញ្ចឹងណាហើយនៅមាត់ស្ទឹងហ្នឹងគេមាន restaurant គេនៅហ្នឹងហើយគេមាន band ចម្រៀងគេច្រៀងនៅមាត់ស្ទឹងហ្នឹងអញ្ចឹងណាបងប្អូន A pak se ztratili a chvílema se neviděli. ជាងខ្ញុំដើរប្រហែលជា2គីឡូដីដែរឆ្វែមាត់ស្ទឹងនឹងអញ្ចឹងហើយយើងដើរត្រឡប់ទៅវិញតាមស្ពានចូលទៅក្នុងទីក្រុងមកគេវិញអញ្ចឹងទីក្រុងប្រទេសឆែកដែលខ្ញុំមកលេងថ្ងៃនេះមិនមែនជារាជធានីរបស់សាធារណរដ្ឋឆែកទេបងប្អូនទីក្រុងនេះគ្រាន់តែជាទីក្រុងបុរាណមួយនៅភាគខាងត្បូងនៃប្រទេសឆែកហើយមានព្រំដែនជាប់ជាមួយនឹងប្រទេសអូទ្រីនិងអាល្លឺម៉ង់អញ្ចឹងហើយបើសិនជាយើងនៅអូទ្រីឬក៏អាល្លឺម៉ង់គឺយើងអាចជិះឡានឆ្លងមកលេងវិលល្ងាចបានដោយមិនបាច់ចាំចំណាយពេលស្នាក់នៅនឹងបន្ទាប់ពីញ៉ាំនំខេកហើយគឺយើងដើរបែរមកជុំធ
ធំហើយពីក្នុងក្រុងដល់ក្រៅក្រុងហើយត្រឡប់មកក្នុងក្រុងវិញហើយឈប់ញ៉ាំអាហារពេលល្ងាចសិនបានយើងត្រឡប់ទៅផ្ទះវិញអាហារពេលល្ងាចថ្ងៃនេះគឺប្រៃខ្លាំងណាស់អត់ឆ្ងាញ់ទេបងប្អូនញ៉ាំអីពេលល្ងាចហើយក៏យប់ល្មមហើយយើងត្រឡប់ទៅវិញដំណើរកំសាន្តមកកាន់ទីក្រុង Cheque Buteo Vise ជាទីក្រុងបុរាណមួយដែលមានអាយុជាង750ឆ្នាំនៅក្នុងថ្ងៃនេះត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមធ្វើដំណើរជាមួយខ្ញុំតាមរយៈការទស្សនាវីដេអូនៅក្នុងថ្ងៃនេះជូនពរបងប្អូនឲ្យមានសុខភាពល្អនិងសុខសប្បាយគ្រប់ពេលវេលាហើយយើងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ Velký peníze a škrábe se puchu, já jim na to odpověděl, chci být hlídačem práv.